Hello គ្រប់ជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាខ្ញុំខានធ្វើវីដេអូចែកជូនបងប្អូនទស្សនាយូរដោយសារតែខ្ញុំម្នាក់ឯងអត់មានអ្នកជួយកាន់កាមេរ៉ាឲ្យខ្ញុំអញ្ចឹងក៏អាចខានធ្វើវីដេអូទៅហើយណាមួយសុខភាពខ្ញុំក៏អត់សូវល្អដែរបាទក្នុងវីដេអូនេះខ្ញុំធ្វើឡើងគឺដើម្បីប្រកាសលក់កាមេរ៉ាផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំទិញសំលុយទិញទ្រាំតបានបាទកាមេរ៉ានេះខ្ញុំទិញយូរដែរហើយតាំងពីឆ្នាំ2019ហើយបាទខ្ញុំអត់សូវបានប្រើប្រាស់ទេកាមេរ៉ានេះបាទនេះគឺជាកាមេរ៉ារបស់ខ្ញុំនេះបងប្អូន Sony A6500 បាទស៊េរីចាស់ទេមកដល់សម័យនេះគេហៅស៊េរីចាស់ហើយប៉ុន្តែសម្រាប់ខ្ញុំអ្នកប្រើសម្រាប់ថតជាលក្ខណៈភាពយន្តខ្លីរបៀប action ក៏ដោយរបៀបdrama ធម្មតាក៏ដោយក៏ខ្ញុំគិតថានៅប្រើបានល្អខ្លាំងមែនទែនសម្រាប់ A6500 នេះបាទ Sony A6500 បាទបងប្អូនខ្ញុំសម្រេចចិត្តដាក់ប្រកាសលក់កាមេរ៉ានេះខ្ញុំគិតយូរមែនទែនពីព្រោះមកដល់ពេលនេះខ្ញុំគិតថាចង់លក់យូរហើយតែគិតថាទុកបន្តិចទៀតទៅក៏លោកអាចមានពេលវេលាថតបានប៉ុន្តែដោយសារតែសុខភាពមិនសូវល្អហើយនឹងខ្ញុំខ្វះគ្នាអត់មានមនុស្សជួយខ្ញុំអត់មានអ្នកកាន់កាមេរ៉ាអត់មានអ្នកថតជាមួយយើងអញ្ចឹងយើងម្នាក់ឯងអញ្ចឹងយើងអត់អាចប្រើកាមេរ៉ាធំនេះបានទេរដងគឺភាគច្រើនគឺខ្ញុំប្រើតែទូរស័ព្ទហ្នឹងហើយសម្រាប់ថតអញ្ចឹងទេកាមេរ៉ានេះគឺថតបានតិចមែនតើតាំងពីទិញមកហើយខ្ញុំទិញមកចំនួនហ្នឹងវាថ្លៃដែរកាមេរ៉ានេះណាថ្លៃដែរថ្លៃគួរសមបាទហើយមានកាមេរ៉ាគឺខ្ញុំទិញនិយាយត្រង់ពេលនោះគឺទិញមួយទឹកប៉ុន្តែមួយទឹកគឺនៅស្អាតមែនតើ 99% ប៉ុន្តែ lens គឺខ្ញុំទិញថ្មីមែនតើហ្មង lens ណា lens ដូចជាប្រហែលនេះ lens 18105បាទ18105ហ្នឹងហើយខ្ញុំអត់សូវចេះពាក្យបច្ចេកទេសក្នុងការអានឈ្មោះរបស់ lens ឬក៏កាមេរ៉ាទេអញ្ចឹងប៉ុន្តែសម្រាប់កាមេរ៉ានេះហើយនឹង lens នេះគឺល្អមែនទែនសម្រាប់ប្រើប្រាស់ក្នុងការថតវីដេអូផលិតរឿងខ្លីបាទរឿង drama ធម្មតាក៏ដោយរឿង action ក៏ដោយគឺកាមេរ៉ានេះគឺល្អសម្រាប់ការប្រើប្រាស់បាទសម្រាប់ដាក់ YouTube ឬក៏ Facebook អីហ្នឹងគឺល្អប្រើមែនតើបាទហើយគេមាន screen គេរបៀបនេះបាទបងប្អូនអាចជួយចូលទៅ search មើលថែមទៀតអំពីស៊េរីនេះបាទស៊េរីកាមេរ៉ាស៊េរី lens នេះខ្ញុំគាត់តែប្រាប់ទូទេថាកាមេរ៉ាហ្នឹងវាមិនឥឡូវហ្នឹងវាកាមេរ៉ាហ្នឹងវានៅសុខភាពល្អទេនៅសុខភាពល្អមែនតើពីព្រោះដំណើរការទាំងអស់អត់មានបញ្ហាទាំងអស់ហើយថតស្រួលណាស់បាទនៅដៃខ្ញុំស្រឡាញ់កាមេរ៉ាខ្ញុំស្រឡាញ់របស់ខ្ញុំថែមែនតើខ្ញុំប្រើដៃមួយសុទ្ធអត់ដែលឲ្យពីណាប៉ះពីណាខ្ចីក្រៅពីខ្ញុំអញ្ចឹងខ្ញុំប្រើដៃមួយសុទ្ធអញ្ចឹងគឺអ្វីទាំងអស់គឺនៅថ្មីស្អាតយកទៅមែនតើហ្មងនៅចាំងហ្មងខ្ចៅខ្យងកន្លែងគ្រប់ក្លោកកលៀតកន្លែងហ្នឹងគឺនៅស្អាតមែនតើនិយាយស្មោះត្រង់គឺនៅស្អាតហ្នឹងហើយបាទហើយអានេះផ្នែកកាមេរ៉ាមួយហើយអានេះខ្ញុំទិញក្រោយកាមេរ៉ាឯងហើយទ្រាំទិញបានមួយមិនធម្មតាណាបងប្អូនអានេះខ្ញុំទិញក្រោយបាទអានេះគឺវានៅខ្ញុំទិញមកបានដូចជាអានេះមួយហើយនឹងអានេះជើងនេះមួយនេះណាបាទហើយនឹងអស់នេះនៅក្នុងនេះមានខ្សែស្អីទេខ្ញុំអត់ដែលបានប្រើទេអានេះខ្ញុំមិនសូវស្គាល់ទេអានេះប្រហែលជាគេ connect ពីដងមកជើងនេះមកកាមេរ៉ាបាទឬមួយក៏គេអាចដាក់ LCD គេដាក់អីគេហៅគេ screen មួយទៀតណា monitor បាទ monitor ហើយយើងមានអានេះមួយទៀតបាទមានខ្សែអានេះមួយទៀតនេះខ្សែនេះខ្ញុំអត់សូវស្គាល់អស់ហ្នឹងក៏ដឹងថាវាមានមកនឹងប្រអប់នឹងជាមួយគ្នាខ្ញុំទិញមកដែរសារចំនួនខ្ញុំទិញហ្នឹងក៏វាមិនថោកណាហើយអានេះនៅថ្មីនៅល្អមែនតើនិយាយទៅទាំងកាមេរ៉ាទាំងអានេះគឺនៅស្អាតបងប្អូននៅល្អទាំងអស់ហើយកាមេរ៉ាគឺមានថ្មពីរគ្រាប់មិនបង្ហាញអាកាមេរ៉ានោះអត់ត
មានថ្ម2គ្រាប់មានឆ្នាំងសាកហើយមាន memory 32G នេះមួយគ្រាប់ទៀតបាទអានេះវាមានកាបូបវានឹងកាបូបអាកាបូបនេះមិនកាបូបមាននេះនៅសល់អាស្អីគេអានេះវាកាយបាត់ទិញលក់បាទហើយដូចជាកាយបាត់ទិញលក់ហ្នឹងហើយជាមួយបានធានាហ្នឹងដូចជាជាមួយគ្នាខ្ញុំអត់បានមើលលម្អិតទេហើយនៅសល់អា screen មួយទៀតអា screen សម្រាប់បិទនៅលើ LCD របស់កាមេរ៉ាបាទ screen កាមេរ៉ាហ្នឹងអញ្ចឹងអានឹងនៅសល់គេ free ឲ្យកោទិញហ្នឹងណាអញ្ចឹងគឺនៅល្អមែនតើនេះអានេះអីនៅគេនេះគេឲ្យ free ដែលគាត់ថាយើងបាត់អស់នេះអីទៅយើងអាចដូរឲ្យបានហ្នឹងហើយហើយអស់ខ្សែវាក៏មានដែរខ្សែខ្ញុំទុកនៅក្នុងខាងក្នុងនេះខ្សែវាខ្សែវែងខ្សែវែងស្ពាយបាទមាននៅនិយាយទៅនៅទាំងអស់ឈុតវាបាទនេះអានេះគេអានេះអត់ផ្លេចឈ្មោះវាបាត់ណាបាទអានេះបាទហើយអូអានេះនៅក្នុងនេះមានការ៉ូបលែននិងការ៉ូបអានេះការ៉ូបអាកាមេរ៉ានេះបាទអានេះមានអ្នកប្រើកាមេរ៉ាដឹងហើយខ្ញុំនិយាយដឹងហើយខ្ញុំអត់សូវស្គាល់ឈ្មោះបច្ចេកទេសវាទោះជាស្គាល់ក៏ខ្ញុំអត់ចាំដែរហ្នឹងហើយតែឈ្មោះពាក្យបច្ចេកទេសភាសាអង់គ្លេសហ្នឹងគឺអត់ចាំដឹងតែការ៉ូបវាបាទអញ្ចឹងឈុតហ្នឹងគឺនៅស្អាតទាំងអស់ទាំងកាមេរ៉ាទាំងអានេះខ្ញុំប្រកាសដាក់លក់បងប្អូនជាមួយខ្ញុំតេស្តអានេះឲ្យមើលខ្ញុំតេស្តកាមេរ៉ាខ្ញុំមើលវាសិនអានេះគឺខ្ញុំមូលអូខ្ញុំប្រើថ្នមហើយប្រយ័ត្នមែនទែនខ្លាចខូចបាទហ្នឹងហើយអត់សូវបានប្រើបងប្អូនដោយសារតែអត់មានអ្នកជួយកាន់កាមេរ៉ាថតឲ្យខ្ញុំហើយខ្ញុំអត់សូវបានប្រើហើយខ្ញុំក៏អត់សូវមានពេលវេលាទៀតហ្នឹងហើយនេះគឺយើងដាក់មកអញ្ចឹងហ្នឹងហើយខ្ញុំមានអានេះមួយទៀតប៉ានោះរបស់ខ្ញុំទិញអានេះអត់ដាក់លក់ជាមួយឈុតហ្នឹងទេអាមីក្រូហ្វូនវាណាដាក់ពីលើមួយទៀតហ្នឹងហើយប៉ុន្តែខ្ញុំអត់លក់អីអាហ្នឹងទុកសម្រាប់ខ្ញុំប្រើកាមេរ៉ាផ្សេងក្រោយទៀតឬក៏ខ្ញុំទុកថតកន្លែងណាបញ្ចូលសលេងអីកន្លែងខ្ញុំថតអីកាមេរ៉ាផ្សេងទៀតណាតែកាមេរ៉ានេះខ្ញុំប្រកាសលក់ដោយសារខ្ញុំអត់មានពេលវេលាប្រើវាអត់មានអ្នកកាន់កាមេរ៉ាឲ្យបើទុកវាយូរតិចទៀតទៅវាយូរកាន់តែយូរហើយខ្ញុំចង់លក់ប្រហែលជាខ្ញុំបានលុយមកខ្ញុំដូរចង់ប្រើពួកកាមេរ៉ាតូចអា pocket អាទូចpocket ដែលដូច GoPro ហ្នឹងហើយទិញពួកហ្នឹងប្រើដាក់តាមខ្លួនខ្ញុំអាចថតបានគ្រប់ទីកន្លែងខ្ញុំអាចទៅបានព្រោះអានេះវាធំពេកកាន់ទៅខ្មាស់គេបាទតែសម្រាប់អ្នកដែលផលិតជាលក្ខណៈថតរឿងខ្លីអីបាទភាពយន្តខ្នាតតូចហ្នឹងគឺអានេះអែមហ្មងប្រើបានហ្នឹងហើយជួយខ្ញុំបើកឲ្យបងប្អូនមើលវានៅដំណើរការទាំងអស់ហ្នឹងហើយបើកអានេះថ្មកាន់ណាថ្មវាកាន់ណាខ្ញុំសាកមកពេញលេងប្រើថតមួយថ្ងៃមកល្ងាចជួនកាល2ថ្ងៃបានអស់ថតម៉ោងអានេះយូរប៉ុន្តែខ្ញុំមិនតែបានប្រើអស់ទេខ្ញុំប្រើបានតែមួយសន្ទុះឲ្យថតនេះថតនោះលេងតិចតួចហើយក៏រៀបទុកវិញទៅអត់ដែលបានថតវាឲ្យអស់ពីចិត្តទេឲ្យអស់ពីលទ្ធភាពម្ដងណាទេដោយសារតែខ្ញុំអត់មានអ្នកជួយកាន់ថតបាទតាមពិតវាខ្ញុំទិញមកគឺសគួរខ្ញុំទុកថតរឿងខ្លីប៉ុន្តែឥឡូវហ្នឹងម្ដងថ្ងៃហ្នឹងគឺអត់បានថតរឿងខ្លីទេតាំងពីទិញកាមេរ៉ាហ្នឹងមកការថតរឿងខ្លីមុនប្រើតែកាមេរ៉ាចាស់ទេឥឡូវអាពួកហ្នឹងឆេះអស់ហើយបាទវាសេរីចាស់យូរពេកពួក 70D ក្នុង 70D អីខ្ញុំប្រើមុនណាហ្នឹងហើយនៅសល់ 60D មកគ្រាប់ទៀតវាខូច screen មិនទាន់បានយកទៅជួសជុលអានោះបើសិនតែបងមានបងប្អូនណាត្រូវការអីអាចអាហ្នឹងក៏ខ្ញុំលក់ដែរលក់ឲ្យអស់ទុក clear ចោលមួយសារហើយខ្ញុំទិញឲ្យកូនកាមេរ៉ាទូចៗព្រោះយើងចាស់ឥឡូវកម្លាំងមិនសូវបានកាន់តែធំផងហើយនឹងមួយទៀតអត់ត្រូវការថតអីធំតិចទៅមើលទៅខ្ញុំវាអាយុច្រើនហើយវាចាស់ហើយមានតែកូនកាមេរ៉ាតូចមួយថតសកម្មភាពអីផ្សេងហ្នឹងហើយឬក៏សម្ដែងបង្ហាញអីមុំយើងអាចថតកាមេរ៉ាតូចនឹងបានអត់បញ្ហាទេតែបើថាដល់ធ្វើដល់កម្រិតរឿងគឺពួកនេះធ្វើបានស្រួលគុណភាពវីដេអូល្អបាទហ្នឹងហើយនេះគឺប្រើបានណាប្រើបាននេះអូខេនេះទៅដើរអត់មានបញ្ហាទេបងប្អូននេះលេខវាលោតហ៎គឺដើរនិយាយទៅវានៅរស់រវើកទាំងអស់អត់មានបញ្ហាទេអត់ខូចទេហើយខ្ញុំសូមប្រកាសដាក់លក់បាទបងប្អូនណាឲ្យតម្លៃបណ្ណាជាមួយខ្ញុំដាក់លក់នៅលើ caption បងប្អូនឲ្យតម្លៃឲ្យយើងឆាតមកបាទបើត្រូវការបងប្អូនណាបងប្អូន
ខ្ញុំដូចជាអត់មានអីទៀតទេអស់ហើយប៉ុណ្ណឹងហើយសូមអរគុណបងប្អូនដែលទស្សនាវីដេអូនេះជួយចែករំលែកក៏លោកមានបងប្អូនកូនក្មួយណាត្រូវការកាមេរ៉ាមកឈុតហ្នឹងអាចយកទៅដល់ប្រើបានតែម្ដងខ្ញុំថែម memory ឲ្យមួយទៀតណាហើយ memory នេះដូចជា 32G 10 bit បាទហ្នឹងហើយ10 bit ល្អប្រើអានេះល្អដែរហ្នឹងហើយប៉ុណ្្នឹងឯងអរគុណច្រើនមានអីទៀតទេមកវែងឆ្ងាយទៀតបាទជម្រាបលាជួបគ្នាវីដេអូក្រោយ